ជាសួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើការបកសង្ខេបនៅជំពូកទី3 High Quality Classroom Assessment ដែលមានន័យថាការវិតម្លៃក្នុងថ្នាក់រៀនដើម្បីបានលទ្ធផលឬក៏គុណភាពខ្ពស់អញ្ចឹងជាដំបូងយើងចូលទៅយល់អត្ថន័យពីការវិតម្លៃថ្នាក់រៀនដែលមានគុណភាពខ្ពស់អញ្ចឹងការវិតម្លៃក្នុងថ្នាក់រៀនដែលមានគុណភាពខ្ពស់មិនមែនជាគ្រាន់ថាការធ្វើតេស្តមួយប្រឡងប្រចាំខែឬក៏ជាប្រឡងនៅចុងបញ្ចប់នៃមេរៀនទេគឺការដំណើរប្រព័ន្ធមួយរៀបចំល្អដើម្បីកែសម្រួលការរៀនសូត្ររបស់សិស្សតែម្ដងអញ្ចឹងមានន័យថាតាមរយៈនេះយើងអាចផ្ដល់ទិន្នន័យច្បាស់លាស់សម្រាប់គូកែតម្រូវការរៀនរបស់សិស្សដឹងថាសិស្សហ្នឹងអាចរៀនចេះឬក៏អត់នៅក្នុងដំណើរការសិក្សារបស់គាត់ក្នុងមួយរយៈពេលហ្នឹងអញ្ចឹងនៅពេលដែលយើងអាចរៀនចប់មេរៀននេះយើងអាចសួរគាត់សិនប៉ុន្តែគ្រាន់តែក្នុងការរៀបចំហ្នឹងយើងត្រូវមានរៀបចំមានដំណាក់កាលឲ្យវាសមស្របទៅនឹងបទដ្ឋានដែលយើងអាចហាត់រៀនប្រហែលអញ្ចឹងយើងនិយាយខ្ញុំនិយាយពីចំណុចមួយហ្នឹងខ្ញុំមើលថាសសរស្អំទាំង5នៃការវិតម្លៃដែលមានគុណភាពខ្ពស់ឥឡូវខ្ញុំចូលចំណុចទី1ភាពតន្ទៅអញ្ចឹងភាពតន្ទៅហ្នឹងទាមទារឲ្យយើងជាគ្រូវាស់វែងសិស្សហ្នឹងធ្វើឲ្យវាមានលក្ខណៈថាត្រឹមត្រូវតាមមេរៀនឬក៏វាតម្លៃសិស្សហ្នឹងឲ្យបានត្រឹមត្រូវមិនមែនមានតម្លៃដោយសារការសំណុកសុបប៉ាន់ដូចជាថាយុទ្ធខាង4ពំអៀងពោះស្អប់ពំអៀងពោះស្រឡាញ់អីជាដើមហ្នឹងហើយក្នុងយមន័យហ្នឹងមានន័យថាយើងវាតម្លៃនៅអ្វីឲ្យសមស្របនឹងស្តង់ដារមេរៀនអញ្ចឹងទៅដើរទៅតាមមេរៀនហើយអញ្ចឹងវាសំណួរលើអាចថាវិញ្ញាសានេះវាអាចវាស់វែងការបង្រៀនហ្នឹងបានមែនអត់ចំណុចទី2គេហៅថា reliability ដែលមានថាភាពជឿជាក់អញ្ចឹងការវិទ្យាល័យផ្ដល់ផលប្រសពគ្នាទៅលើវិញ្ញាសាហ្នឹងវាគាត់បានបន្ទុកដូចគ្នាក៏ដោយប៉ុន្តែពេលខ្លះយើងត្រូវមានការលំអៀងតិចតួចទៅលើពួកគាត់ដោយថាតាមរយៈថាគាត់មានអ្នកខ្លះគាត់មាន belief អ្នកខ្លះអត់សូវមាន belief ទេគាត់មិនសូវមានជឿជាក់នឹងឯងគាត់អត់សូវហ៊ានសូវអីហើយមួយទៀតទៅលើកិច្ចការរយៈយឺតជាដើមហ្នឹងទៅកាត់បន្ទុកកាត់អីហ្នឹងមិនថាកិច្ចការថ្ងៃនេះទៅឲ្យថ្ងៃហ្នឹងប៉ុន្តែគាត់ត្រូវឲ្យស្អែកឲ្យអីអញ្ចឹងអាហ្នឹងភាពយឺតរបស់គាត់ដែលយើងមើលតាមជាក់ស្ដែងទី3ហៅ fairness ដែលគេថាភាពយុត្តិធម៌ហ្នឹងវាសំដៅទៅលើការវិតម្លៃសិស្សហ្នឹងប្រកបដោយក្រមសីលធម៌ជាគ្រូបរិញ្ញាប្រកបដោយសុចរិតធម៌មានថាពេលដែលយើងឲ្យបន្ទុកអីហ្នឹងគឺសមស្របទៅលើសមត្ថភាពសិស្សដែលគាត់បានធ្វើមែនគាត់ណាបានទទួលស្នូលឬក៏មានអីផ្សេងដែលជះឥទ្ធិពលមកលើយើងឬក៏ថាទាស់ចិត្តយើងទៅវាធ្វើឲ្យការវិតម្លៃរបស់យើងហ្នឹងវាអត់ត្រឹមត្រូវហើយអត់ស្មើគ្នាហើយការវិតម្លៃយើងត្រូវជាបញ្ញត្តិមួយថាដាច់ខាតទៅសិស្សគ្រប់គ្នាត្រូវតែធ្វើទៅអនុវត្តតាមបើអត់ចឹងទេគឺទៅបើយើងអត់ធ្វើច្បាប់ហ្នឹងទេគឺมันអាចទៅរួចទេអញ្ចឹងយើងត្រូវតែមានភាព fair ដែរក្នុងខ្លួនហើយចំណុចទី4 practicability គេហៅថាភាពជាក់ស្ដែងអញ្ចឹងវាតម្លៃសិទ្ធិភាពវាតកតងទៅនឹងការពេលវេលាទាំងប្រសិទ្ធភាពពេលវេលាថវិកានិងភាពងាយស្រួលក្នុងការរៀបចំហ្នឹងគឺជាចំណុចមួយអញ្ចឹងមានន័យថាពេលយើងត្រូវមានពេលវេលាចំណាយលើការកែសមស្របទៅនឹងទិន្នន័យទូបានព្រោះថាជារាល់ខែយើងមានពេលកំណត់មួយដើម្បីទទួលលទ្ធផលជារួមរបស់សិស្សថាដឹងសិស្សហ្នឹងមិនមិនយ៉ាងបៀបមិនទី4យើងមើលទី5យើងមើលទៅលើ positive impact ហ្នឹងមានន័យថាផលប៉ះពាល់វិជ្ជមានអញ្ចឹងវាអាចមានលក្ខណៈថាការយើងធ្វើអីផ្សេងៗដើម្បីឲ្យជួយជាមួយទៅសិស្សឧបមាថាគាត់បានលទ្ធផលល្អក្នុងការសិក្សាយើងគួរថាមានលើកទឹកចិត្តឬក៏គាត់ឆ្លើយសំណួរទៅក្នុងម៉ោងសិក្សាយើងដែរក៏គួរយើងមានការលើកទឹកចិត្តគាត់ផ្ដល់ភាព positive thinking ដល់គាត់ឲ្យពួកគាត់ហ្នឹងមានការគិតថាទោះការចូលរួមរបស់គាត់ជាចំណែកមួយដែលធ្វើឲ្យគាត់មានភាពរីកចម្រើនកុំឲ្យគាត់មានសម្ពាធទៅលើការសិក្សារបស់គាត់នឹងច្រើនពេកថាយើងបង្ខិតបង្ខំគាត់ពេកឬក៏ធ្វើបានគាត់ពេកអញ្ចឹងយើងត្រូវមានgive ទៅគាត់ឲ្យមានការ positive thinking ទៅលើការងារហ្នឹងទី2យើងនិយាយពីលក្ខណៈសម្បត្តិនៃការរៀបចំគុណភាពអញ្ចឹងដើម្បីសម្រេចគុណភាពក៏យើងត្រូវគ្រូអាចថាអនុវត្តតាមចំណុចទី1ឥឡូវយើងគោលដៅសិក្សាច្បាស់លាស់អញ្ចឹងយើងមានន័យថាពេលម៉ោងសិក្សាហ្នឹងយើងត្រូវសិក្សាពីអីហើយសិស្សទៅច្បាស់ទៅថាដឹងច្បាស់ថាខ្លួនឯងសិក្សាលើអីហើយវិទ្យាល័យលើអី
ចំណុចបន្តគេហៅវិធីសាស្ត្រសំស្របអញ្ចឹងឧបករណ៍វិទ្យាល័យសំស្របតាំងកណ្ដាលមាននេះការចេះចំណេះដឹងប្រើសំណួរជ្រើសរើសជា multiple choice ដែលយើងប្រើថាបង្កើតជាសំណួរហើយយើងផ្ដល់ចម្លើយ4ឲ្យគាត់ជ្រើសរើសតែចម្លើយមួយណាដែលត្រឹមត្រូវចឹងទៅមួយទៀតគេហៅថាការគិតបែបស៊ីជម្រៅការគិតស៊ីជម្រៅហ្នឹងយើងវាជាអនុវត្តទៅលើការងារក្រុមដែលបង្កើតជាសំណួរបែបសួរបែបគេហៅ high thinking ឲ្យពួកគាត់គិតបែបជ្រៅជ្រៅដើម្បីដោះស្រាយមួយទៀតជំនាញអនុវត្តជំនាញអនុវត្តនោះមានន័យថាការងារជាក់ស្ដែងមានន័យថាអាចថាឲ្យគាត់អនុវត្តថាបង្ហាត់អនុវត្តបំណិនជីវិតប្រចាំថ្ងៃលើអប់រំកាយកីឡាឬក៏តាក់ទងទៅនឹងគំនូរជីវចលផ្សេងៗហ្នឹងអានឹងសិតតែជាចំណុចមួយទៀតគេហៅថាភាពហ្មត់ចត់នៃបញ្ញាអញ្ចឹងភាពហ្មត់ចត់នៃបញ្ញាហ្នឹងមានន័យថាយើងពង្រឹងពុទ្ធិការគិតរបស់ពួកគាត់បន្ទាប់ពីចប់មេរៀនឲ្យគាត់ខ្លោបខ្លឹមសារគ្រូហ្នឹងគេចង់បាននិយាយអីហើយឲ្យគាត់នឹងតែងចាំដោយមាត់ចឹងទៅមួយទៀតភាពច្បាស់លាស់សិស្សគួរគោរពបានrubric លក្ខខណ្ឌវិនិច្ឆ័យបន្ទុកមុនគេពួកគេចាំមុននឹងចាប់ធ្វើការ3យ៉ាងថាយុទ្ធសាស្ត្រវិតម្លៃក្នុងថ្នាក់អញ្ចឹងការវិប្រឡងសង្កណាយើងអាចមានន័យថាជ្រើសរើសបច្ចេកទេសវិតម្លៃដូចជា sketch ដើម្បីទទួលបានភ្លាមៗដូចជាគេហៅ minute paper យើងបង្កើតថានៅបញ្ចប់មេរៀនយើងបង្កើត quiz មកសំណួរចឹងទៅឲ្យសិស្សសរសេរនៅចំណុចសំខាន់ៗដែលគេរៀននឹងសំណួរដែលគេឆ្ងល់មួយទៀតការត្រួតពិនិត្យការច្រឡំ multiple choice check មានថាគ្រូបង្ហាញចម្លើយដែលខុសហើយសួរទៅសិស្សហេតុអីបានជាវាខុសទី3ការអនុវត្តអញ្ចឹងឲ្យសិស្សសរសេរពីរបៀបយកមេរៀនដែលទើបបង្រៀនហ្នឹងទៅប្រើប្រាស់ក្នុងជីវភាពរស់នៅចាប់ស្ដែងដល់ចំណុចទី4ដែលថាវាអាចថាជាចំណុចមួយចុងក្រោយដែរគេថាទូនាទីនៃមតិត្រឡប់ថា feedback ត្រឡប់ទៅវិញអញ្ចឹងក្នុងប្រព័ន្ធគុណភាពខ្ពស់មតិត្រឡប់វាមានបន្ទុកគេហៅមានរយៈសង្ឃឹងស្មើនឹងបន្ទុកអញ្ចឹងក្នុងមតិត្រឡប់ហ្នឹងទៅមានទី1ទាន់វាវេលាអញ្ចឹងក្នុងចំណងពេលវេលាហ្នឹងត្រូវផ្ដល់ឲ្យសិស្សនៅពេលដែលពួកគេនៅពេលដែលចាំមេរៀនពេលណាដែលថា demand ទី1 when we do ធ្វើនៅពេលណាហើយឲ្យបានច្បាស់លាស់ហើយtime it time for it មានន័យថាកំណត់ពេលវេលាមួយដែលថាវាមានពេលប៉ុណ្ណឹងឯងអត់មានអាចត្រូវថាទៅមុខទៀតទេអញ្ចឹងចំណុចបន្ទាប់គេហៅពណ៌នេះច្បាស់លាស់អញ្ចឹងយើងអាចនិយាយថាពេលដែលយើងឲ្យសិស្សរៀនយើងអាចឬក៏អនុវត្តរំហាត់យើងអាចប្រាប់គាត់ថាចំណុចនេះបងអូនធ្វើត្រូវហើយឬខុសហើយអញ្ចឹងយើងនិយាយចំណុចហ្នឹងឲ្យចំថាចម្លើយហ្នឹងបែបម៉េចតែពួកគាត់ហ្មងឲ្យត្រឹមត្រូវតាមលំនាំហើយនៅមួយទៀតចំណុចបំពេញបន្ថែមហ្នឹងយើងមានន័យថាផ្ដល់មតិ feedback ទៅគាត់វិញថាអូនឯងធ្វើថែមចំណុចណាខ្លះដើម្បីឲ្យកិច្ចការហ្នឹងវាប្រសើរជាងមុនឬក៏កិច្ចការហ្នឹងល្អជាងមុនហើយមួយវិញទៀតក្នុងការមតិផ្ដល់ត្រឡប់បន្ថែមហ្នឹងយើងគួរបន្ថែមគណិតផ្សេងឲ្យលើសពីហ្នឹងទៀតដើម្បីឲ្យការ critical thinking របស់ពួកគាត់កាន់តែខ្ពស់គេហៅថា high thinking of learning ចឹងទៅមានន័យកុំឲ្យគាត់ថាគិតឃើញថារៀនធំហ្នឹងដឹងថាធំហ្នឹងចឹងគាត់អាចយល់ពីការអីបាក់យកទៅអនុវត្តជាក់ស្ដែងហ្នឹងទៀតអញ្ចឹងចំណុចចុងក្រោយអាចអនុវត្តបានអញ្ចឹងបន្ទាប់ពីយើងប្រាប់សិស្សហើយសិស្សអាចយកអីដែលយើងព្យាយាមពន្យល់គាត់ហ្នឹងអាចអនុវត្តបានឧបមាថាយើងប្រាប់ល្ងាចនេះលំហាត់ហ្នឹងបែបនេះអញ្ចឹងស្អែកឡើងយើងអាចសួររំលឹកគាត់មួយសារទៀតរាល់សកម្មភាពឬក៏ប្រភេទលំហាត់ផ្សេងហ្នឹងថាជាក់ស្ដែងហ្នឹងពួកគាត់ធ្វើតាមទៅដោយដែលយើងបានប្រាប់បទហើយយើងត្រូវកែលម្អលទ្ធផលហ្នឹងបានល្អកว่าប្រសើរទៅតាមអ្វីដែលជាក់ស្ដែងដែលយើងបានឃើញនឹងហើយនេះគ្រាន់តែជាចំណុចសំខាន់ត្រួសដែលខ្ញុំបានសង្ខេបពីមេរៀននៃការបែបគេហៅតាក់ទងនឹងមេរៀន high quality classroom assessment តាក់ទងនឹងការវិតម្លៃថ្នាក់រៀនប្រកបដោយគុណភាពខ្ពស់អញ្ចឹងជាសំខាន់ប្រហែលប៉ុណ្ណឹងហើយសូមអរគុណលោកគ្រូដែលបានចំណាយពេលស្ដាប់វីដេអូមួយនេះហើយបើសិនជាមានមតិយោបល់លោកគ្រូអាចជួយ recommend បន្ថែមនៅក្នុង comment ដែលខ្ញុំបានតម្លាក់នៅក្នុង YouTube Channel របស់ខ្ញុំអរគុណច្រើនគ្រូ